សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទ BL ជាមួយនឹង page Mr. Band ម្ដងទៀតហើយបាទហើយថ្ងៃនេះដែលយើងមកបន្តភាគរបស់យើងរឿង Asiko Match ដែលជាភាគ2គឺជាភាគបន្តរបស់យើងអូខេកុំឲ្យខាត់ពេលយូរយើងចូលមកទស្សនាទាំងអស់គ្នាតែម្ដងទៅលុយកប់ជាមួយ KMD លោកអ្នកអាចទស្សនាភាពយន្តល្បីៗជាច្រើនដោយឥតគិតថ្លៃនិងគ្មានដែនកំណត់កាន់តែពិសេសសម្រាប់លោកអ្នកដែលជាអតិថិជនរបស់ Medphone លោកអ្នកគ្រាន់តែទាញយកកម្មវិធី KMD ភ្លាមនិងទទួលបានអ៊ីនធឺណិត 1GB ភ្លាមតោះនៅចាំមិនទៀតទាញយកកម្មវិធី KMD ឥឡូវនេះទាំងអស់គ្នាផ្ដើមសាច់រឿងមកហ្នឹងអ៊ីបបានដាក់ស្នេហ៍ផពេញសាលារៀនតែម្ដងហើយគេបាននិយាយថាឲ្យអ្នកទាំងអស់គ្នាហ្នឹងធ្វើសង្សារជាមួយនឹងគេទៅគេព្រមម៉ែផមកកភ្លុះហើយធ្វើសង្សារនឹងខ្លួនឯងម្នាក់ឯងខ្លួនមួយជាទូ7 8 9 10ស្រីចង្រៃប៉ុន្តែព្រាមនោះនាងក៏បានបដិសេធជាមួយនឹងបរិសទាំងអស់ហ្នឹងហើយក៏បានប្រមូលអសង្ហាចូលទៅក្នុងបន្ទប់មួយចំចូលធ្វើគេចេះពួកនេះពួកក្មេងៗប្រុសៗហ្នឹងមានអារម្មណ៍ថាចប់អានោះដឹងតែចាត់ការខ្ទេចហើយអានោះព្រាននារីផងមកសន្ទុះក្រោយមកហ្នឹងអីបងក៏បានរត់ចេញពីបន្ទប់មកពុបហើយទាំងរាងកាយកៅអៅដៃខ្ទីថែមទៀតនាងបាននិយាយថាអាសង្ហាហ្នឹងបានចាប់នាងអាសង្ហាបានដើរចេញមកពីបន្ទប់ពុបហើយក៏បាននិយាយថាហេខ្ញុំបានធ្វើអីទេខ្ញុំនៅអូឡាស៊ីនមិនក៏ចោតប្រកាន់ខ្ញុំអញ្ចឹងមិនក៏ចោតប្រកាន់គេអញ្ចឹងហាទង្វើនេះធ្វើឲ្យក្មេងៗស្ទីលហ្នឹងមានការមិនពេញចិត្តទៅលើអាសង្ហាតែម្ដងហើយចំណាយអូតាដែលលួចស្រ័យបបហ្នឹងនៅក្នុងសាលារៀនក៏បានដើរមកហើយក្មួយក៏អាសង្ហាមាត់បដៃប៉ាំងប៉ុន្តែអាសង្ហាវិញអត់មានតដៃជាមួយនឹងអូតាទេព្រមឲ្យពួកហ្នឹងវាយតែម្ដងហើយងាកមើលតួឯងស្រីរបស់យើងវិញក៏បានសួរទៅកាន់នីបបថាតើរឿងនេះគឺជាការពិតមែនទេតើសង្ហាចាប់ឯងមែនទេឬក៏ឯងកុហកដើម្បីទម្លាក់កំហុសទៅលើសង្ហាឬចឹងហើយបបអត់មានតមាត់អីទេប៉ុន្តែនាងខឹងជាមួយនឹងតួឯងស្រីរបស់យើងខ្លាំងណាស់នាងបានចូលទៅក្នុងបន្ទប់តួឯងស្រីរបស់យើងហើយក៏បានយកឯកសារលាឈប់របស់តួឯងស្រីរបស់យើងហ្នឹងយកមកទុកតែម្ដងនិយាយរួមទៅម្នាក់ស្រីហ្នឹងអាក្រក់ហ្មងអ្នកទាំងអស់គ្នាបើកំពុងតែស្ដាប់នៅក្នុង page កុំភ្លេច mention មិត្តភ័ក្តិមកផងសេរី add 2គឺអញ្ចឹងហ្មងគ្នាយើងដឹងអត់ add 2តាមពិតទៅអាការពីនៅក្នុងបន្ទប់ហ្នឹងអ៊ីបតហ្នឹងបានលួចស្រឡាញ់អាសង្ហាអញ្ចឹងណាប៉ុន្តែអាសង្ហាអត់យល់ព្រមពេលហ្នឹងនាងក៏ចាប់ផ្ដើមបែកកំណត់ហើយកៅអៅខ្លួនឯងចេញតែម្ដងហើយក៏បានស្រែកថាអាសង្ហាហ្នឹងគឺជាអ្នកចាប់នាងមិនមកខាងនេះមកខាងនោះអត់ត្រូវការអូនហេតុអីមិនមកខាងនេះមកពើមាមុខមួនៅថ្ងៃស្អែកបន្តមកតើឯងស្រីរបស់យើងក៏បានមកសាលារៀនដូចធម្មតាប៉ុន្តែមិត្តភក្តិគេទាំងអស់គ្នាបានមើលមកកាន់តើឯងស្រីរបស់យើងពេញនឹងតែម្ដងហើយទឹកមុខនេះដូចជាទឹកមុខស្អប់ខ្ពើមអញ្ចឹងមានណានៅលើក្តារខៀនអាក្តារដែលតើឯងស្រីរបស់យើងមកម្ដងដាក់ពាក្យលាឈប់ហ្នឹងនៅលើក្តារខៀនហ្នឹងតែម្ដងព្រោះថាអ៊ីបបបានយកទៅបិទនៅលើហ្នឹងហើយអ៊ីបបហ្នឹងក៏បានបន្ថែមទៀតថាតើឯងស្រីរបស់យើងហ្នឹងបាននិយាយអាក្រក់ពីសាលាអាសុកៈជាច្រើនមែនតើដែលនិយាយចេញទៅក្រៅអីចឹងទៅធ្វើអាជីពរបស់យើងគិតថាហើយមិនសមណានាងធ្វើអញ្ចឹងទេខំរាប់អានជាមិត្តភក្តិចំណែកអាសង្ហាក៏គិតអញ្ចឹងដែរមិនសមទេប៉ុន្តែអាជីពជាមួយនឹងលោកគ្រូក៏បានមើលឃើញថាតួឯងស្រីរបស់យើងណាខំប្រឹងមែនតើខំប្រឹងរៀនខ្លាំងមែនតើទោះជានាងអត់មានជំនាញនៅក្នុងការធ្វើឡានជំនាញក្នុងការធ្វើជាវិស្វករក៏ដោយប៉ុន្តែនាងនៅតែខំប្រឹងអញ្ចឹងបន្តមកអ៊ីបបក៏បានរកផែនការធ្វើស៊ីអាសង្ហាទៀតហើយដែលគេតែនិយាយប្រាប់ទៅកាន់អូតាថាបើសិនជាអូតាទៅចាត់ការអាសង្ហាបានណាគេនឹងព្រមធ្វើជាសង្សាររបស់អូតាតែម្ដងអានោះមានណាវាឆ្លាញ់អ៊ីបបនឹងដែរគ្មានទេក៏បានទៅរកអាសង្ហាតែម្ដងហើយណាមួយខឹងដែរថ្ងៃមុនឃើញថាដូចជាចង់ចាប់ចង់អីចឹងណាអាចគឹកក៏អូតាបានដើរចូលមកហើយក៏បានសួរទៅកាន់អាសង្ហាថាឯងមកមាត់ស្អាតបាតហេតុអ្វីបានចែកធ្វើរឿងអញ្ចឹងឯនេះមិនសមជាកូនប្រុសសោះមាត់អាសង្ហាមិនដៃប៉ាំងប៉ុន្តែក៏ធ្វើបានអាសង្ហានឹងចាប់ដៃជាប់ហើយអាសង្ហាក៏បានប្រាប់ទៅកាន់អូតាថាគេមិនបានធ្វើអីនាងទេប៉ុន្តែអូតានឹងអត់ស្ដាប់ឲ្យបានកបអាសង្ហាតែមកខាងហើយគ្នារបស់គេមកអ្នកទៀតនឹងចាត់ការជាមួយនឹងអាសង្ហាតែម្ដងអាសង្ហាគ្មានតដៃអីទេសោះហ្មងដាក់ប៉ាំងហើយអូតានឹងឃើញថាអាសង្ហាអត់មានតដៃទេអញ្ចឹងប្រកាសជាផែនការនេះអាសង្ហាមិនបានធ្វើទេប្រកាសជាផែនការរបស់ស្រីកំហូចហ្នឹងឯងអ៊ីបឹបស្លឹបពឹបវាក៏ឲ្យគ្នារបស់វានឹងចូលវាយទៅហើយជារៀងរាល់ថ្ងៃរបស់តួឯងស្រីរបស់យើងនេះខំប្រឹងរៀនខ្លាំងមែនតើខំប្រឹងធ្វើការងារអញ្ចឹងណាប៉ុន្តែអត់សិតស្និទ្ធ 100% ទេដូចជាការលីឈើនោះអញ្ចឹងឃើញទេហ្នឹងឈើក៏ដែកតែបុកក្បាលអាប៉ែកនោះពេញណាពេញណីហ្មងនេះអាចបញ្ជាក់ឃើញថានាងខំប្រឹងដែរប៉ុន្តែវាមិនតាន់ស្និទ្ធជាមួយនឹងការងារហើយចំណែកអាជីពរបស់យើងវិញបានដឹងថាឥឡូវនេះមានសិស្សសាលាកំពុងតែចង់វាយគ្នាគឺសិស្សផ្នែកខាងធ្វើសំណង់ជាមួយនឹងសិស្សផ្នែកខាងធ្វើឡានខាងតែយើងផ្នែកខាងធ្វើឡានហើយចំណែកមកខាងទៀតគឺខាងពួកធ្វើសំណង់ពួកវាមករករឿងអូតាអញ្ចឹងណាប៉ុន្តែអូតាមើលទៅក៏គេមិនអន់ដែរអាមួយនោះកាន់ដបង baseball ដើរចូលមកហើយវាយវឹតអូតាគេលក្ខណៈឈឺគ្មានអីបន្តិចមកហើយក៏បានចាត់ការពួកហ្នឹងទៅប៉ុន្តែនៅពេលហ្នឹងដែរអាវ៉ែនតាក៏បានដើរមកហើយក៏មើលងាយអូតាថាហើយពួកក្មេងៗដូចជាឯងគឺជាសម្រាមសង្គមមករៀនគឺមកវាយតែគ្នាពិតជាគ្មានប្រយោជន៍មែនប៉ុន្តែក្មេងៗស្ទើរហ្នឹងគ្មានអ្នកគេហ៊ានវាយអាវ៉ែនតាហ្នឹងទេគឺដោយសារតែខ្លាចវាហ្នឹងទៅប្រាប់លោកគ្រូទៅប្តឹងអញ្ចឹងណាតែប្តឹងទៅគឺគេប្រជុំអីហើយនៅពេលដែលសម្រាប់ល្ងាចឡើងអ្នកទាំងអស់គ្នាបានទិញនំប៉័ងហើយមកដណ្ដើមគ្នាហូបអញ្ចឹងណាតួឯងស្រីរបស់យើងវិញនាងស្រីតែម្នាក់ឯងពិបាកក្នុងការដណ្ដើមមួយគេមែនតើត្រូវបានគេរុញមកវូអូតាដើរពីក្រោយមកទប់កៅអីហ្នឹង
ปุ๊บហើយចូលចាត់ការជាមួយនឹងពួកហ្នឹងតែម្ដងដើម្បីទៅដៅនំប៉័ងឲ្យតួឯស្រីបើយើងអញ្ចឹងណាតួឯស្រីបើយើងមើលទៅមានមិត្តភក្តិថ្មីម្នាក់ទៀតហើយគឺអូតាហ្នឹងហើយបន្ទាប់ពីហ្នឹងទាំងពីរនាក់ហ្នឹងក៏បានមកអង្គុយញ៉ាំនំប៉័ងនៅខាងក្រៅអូតាក៏បានប្រាប់ទៅកាន់តួឯស្រីបើយើងថាគេលួចស្រឡាញ់ឯបបខ្លាំងមែនតើហើយកំពុងតែចង់ធ្វើកាដូមួយទៅឲ្យនាងថែមទៀតតួឯស្រីបើយើងក៏បាននិយាយថាអូខេបើសិនជាអូតាឯងស្រឡាញ់គេមែនព្យាយាមទៅខ្ញុំគ្រប់ត្រូលអូតាបានព្យាយាមធ្វើឧបករណ៍តន្ត្រីទូចមួយដើម្បីធ្វើជាកាដូទៅឲ្យឯបបអញ្ចឹងណារហូតមកដល់ថ្ងៃធ្វើបានហើយតួឯស្រីបើយើងក៏បាននាំអូតាហ្នឹងយកកាដូមកឲ្យឯបបដល់ពេលដែលយកហើយឯបបហ្នឹងបាននិយាយថាអូកាដូអន់អញ្ចឹងខ្ញុំមិនយកទេឯបបហ្នឹងបាននិយាយជាមួយនឹងគ្នារបស់គេផ្សេងទៀតអញ្ចឹងណាអូតាឮក៏បានដើរចូលទៅហើយក៏និយាយថាអត់អីទេកាដូនេះគឺអន់មែនអញ្ចឹងហើយខ្ញុំសូមកាដូរបស់ខ្ញុំត្រឡប់មកវិញដើម្បីកុំឲ្យរបស់អន់ទៅនៅជាមួយនឹងមនុស្សថ្លៃថ្នូរដូចជានាងអត់ឈឺអីបន្តិចមួយម៉ាត់នេះបានកាដូវិញហើយយកមកបោកចោលមុខភីងតែម្ដងខ្ជិលបើអត់មានវិញក៏បោកចោលដែរម៉ាខំអត់ល្ងុយអត់អីចង្អប់ចិត្តចង់ដើម្បីឲ្យគេបាយជានិយាយអញ្ចឹងគេអត់ស្រឡាញ់យើងឈឺចិត្តតិចអីអត់មានបោកចោលខ្ទេចដូចគ្នាហ្នឹងពេលនោះដែរមានណាពួកជាងធ្វើម្ដងហ៎ក៏បានមករឿងអូតាទៀតហើយពងតក្តៅលើកជាផងមានណាអូតាចូលចាត់ការដែរហ្មងវាយពួកហ្នឹងមុនហ្មងដាក់ប៉ាត់ហើយប៉ុន្តែដោយសារតែគ្នាគេច្រើនគេចាប់ឡុកជាប់វិញតែម្ដងគេដាក់វិញបឹបគ្មានទេទៀតប្រាវទៅបុកពួកអាធុងអីគេហ្នឹងងើបមកវិញហើយអានោះយកឈោមវាយពីក្រោយក្រងទៀតប៉ាំងប៉ុន្តែកតិឈើហ្នឹងវាខ្ទាតទៅបុកដៃរបស់អ៊ីបបហ៎គ្មានទេមាញ់ចង់ហៅស្រីចង្រៃបានលេះប៉ុណ្ណឹងហើយទៅប្រាប់គ្រូតែម្ដងថាអូតាហ្នឹងជាអ្នកធ្វើបាបនាងជាអ្នកវាយនាងធ្វើឲ្យនាងមានរបួសដៃអើយអញម៉ាក់នេះអីមាន2មាន3នាក់អីសម្រាប់ចាស់អស់មកណាដល់ពេលដែលប្រាប់លោកគ្រូហើយលោកគ្រូក៏បានផ្អាកការសិក្សារបស់អូតាហ្នឹងចំនួន3ថ្ងៃហើយសិស្សនៅក្នុងសាលារៀនណាគ្មានអ្នកគេពេញចិត្តជាមួយនឹងទង្វើនេះទេគឺដឹងហើយថាទង្វើនេះប្រកាសជាបបហ្នឹងជាអ្នកធ្វើឡើងជាអ្នកប្រឌិតឡើងហើយប្រហែលជាមានរួមសហការជាមួយនឹងអាវ៉ាន់តាទៀតពួកគេសង្ស័យអាវ៉ាន់តាមួយទៀតគ្មានទេពួកហ្នឹងទ្រាំលែងបានហើយក៏អស់អាវ៉ាន់តាមកក្រៅហើយមានណាមាត់អាវ៉ាន់តាប៉ាត់ប្រមាណដៃធ្វើឲ្យបែកឈាមមាត់ហ្មងអានោះបានត្រូវបែកមាត់ទិញទួហើយគ្មានទេគោលម្ដងវាតែមួយគឺទៅប្តឹងគ្រូហ្មងហើយវាក៏បានសហការជាមួយនឹងបងថែមទៀតពួកគេទាំងពីរនាក់ហ្នឹងមានបំណងថានឹងប្តឹងសិស្សទាំងអស់នៅក្នុងសាលារៀនហ្នឹងឲ្យឈប់ទាំងអស់ហ្មងនៅរៀនគេតែ2នាក់ទេហើយគេទៅមើលតួឯស្រីរបស់យើងវិញនាងព្យាយាមផ្សារកាដូរបស់អូតាដែលវាបានបោកបែកតួឯស្រីរបស់យើងផ្សារឡើងស្អាតហ្មងហើយយកទៅឲ្យអូតាវិញអូតាឃើញអញ្ចឹងពិតជាសប្បាយចិត្តខ្លាំងណាស់ដែលតួឯស្រីរបស់យើងខំធ្វើដើម្បីគេហើយក៏បានយកកាដូដើរទៅវិញទៅនិយាយរួមទៅចាប់ពីថ្ងៃនេះតទៅអូតាហ្នឹងអត់អាចមានរឿងម្ដងទៀតឬក៏ការវាយគ្នាឆ្លោះគ្នាម្ដងទៀតនៅក្នុងសាលារៀនទេបើសិនជាមានណាគេនឹងត្រូវលោកគ្រូបញ្ឈប់ចោលអូតូតែម្ដងព្រោះថាបានកាត់លឿងមួយមែនទេឈប់3ថ្ងៃគឺកាត់លឿងមួយអីអញ្ចឹងហើយលើកក្រោយទៀតគឺបញ្ឈប់ចោលហ្មងនៅពេលដែលដើរមកមានណាពួកអាក្មេងសិស្សសាលាធ្វើសំណងហ្នឹងក៏បានចូលចាំអូតាទៀតពួកវាអត់អស់ចិត្តទេព្រោះថាការមុនវាអត់ទាន់ចប់ដាច់ស្រេចអញ្ចឹងណាពួកអានោះគ្មានទេវាយអូតាមុនហ្មងដាក់ប៉ាត់មួយដៃដួលព្រុសហើយក៏បានដាក់ថែមទៀតដាក់យកប៉ុន្តែពួកវាឆ្ងល់ខ្លាំងថាហេតុអីបានជាអូតានឹងអត់តដៃអញ្ចឹងកើតអីគេមានរឿងអីមែនប៉ុន្តែអូតាក៏មានតដៃទេនៅទ្រាំរហូតហ្មងទ្រាំពួកនោះឈូសយកពេលនោះដែរតើស្រីយើងក៏ព្យាយាមរត់ចូលមកជួយអញ្ចឹងណាប៉ុន្តែក៏ត្រូវបានពួកហ្នឹងរុញប្រាវទៅកប់នៅក្នុងស៊ីម៉ងដល់ពេលងើបឡើងពួកធាក់មួយជើងទៀតយីពួកនេះចោលមកសៀតមែនណាហើយទីបំផុតមានណាអាជីពរបស់យើងក៏បានដើរចូលមកតែម្ដងហើយក៏បានសួរទៅកាន់ពួកហ្នឹងថាតើពួកឯងកំពុងតែធ្វើអីមិត្តភក្តិរបស់យើងដាក់អាវក្រៅចេញពឹបឲ្យតើស្រីយើងហ្នឹងពាក់ហើយក៏បានរត់ចូលទៅចាត់ការជាមួយនឹងពួកហ្នឹងហ្មងប៉ុន្តែវាយបានតែមិនទេស្ដាយដល់កស្ដាយកន្លែងចឹងអត់ដាក់យូរអត់ទេលោកគ្រូក៏បានមកហាមហើយហេតុការណ៍នេះដែរលោកគ្រូឃើញថាអូតាមិនមែនជាអ្នកបកមុនទេគឺពួកអសិស្សសាលាធ្វើសំណងហ្នឹងជាអ្នកបកមុនអញ្ចឹងហើយក៏ដាក់ពិន័យទៅលើអូតាទេហើយពេលនេះនិយាយបានថាតួឯស្រីរបស់យើងអាឈីអូតាគឺជាសម្លាញ់ល្អនឹងគ្នាឯងកាន់តែពិសេសសម្រាប់លោកអ្នកដែលជាអតិថិជនរបស់ Medphone លោកអ្នកគ្រាន់តែទាញយកកម្មវិធី KMD ភ្លាមនិងទទួលបានអ៊ីនធឺណិត 1GB ភ្លាមតោះនៅចាំមួយទៀតទាញយកកម្មវិធី KMD ឥឡូវនេះទាំងអស់គ្នាហើយយើងនិយាយទៅមើលអាវ៉ាន់តានៅក្នុងបន្ទប់រៀនឯនោះវិញមិត្តភក្តិរបស់អូតាគឺអត់ពេញចិត្តជាមួយនឹងអាវ៉ាន់តាទេគឺគិតថាអាវ៉ាន់តាធ្វើឲ្យអូតាត្រូវបានគ្រូផ្អាកនៅក្នុងការសិក្សាចំនួន3ថ្ងៃអញ្ចឹងហើយចង់មករឿងអាវ៉ាន់តាតែម្ដងហើយអ្នកទាំងអស់គ្នានៅក្នុងបន្ទប់នោះគ្មានអ្នកគេចូលចិត្តវាទេអាវ៉ាន់តាក៏បាននិយាយថាហើយពួកឯងនេះគឺជាកាកសំណល់សង្គមយើងមិនចង់និយាយជាមួយនឹងពួកឯងសោះវាព្យាយាមនិយាយពីអស់ហ្នឹងគឺដើម្បីឲ្យសិស្សទាំងអស់គ្នាណាខឹងវាហើយខឹងវាវាយវាទៅគេបញ្ឈប់ពួកហ្នឹងអីចឹងទៅនិយាយរួមទៅស្ទូចត្រីនេះប្រើនុយធំដែរហ្នឹងនុយធំមិននៅពេលដែលគេវាយមិនស្រួលណាអូតាក៏បាននិយាយថាពួកឯងកុំចាញ់បោកវាសោះនេះគ្រាន់តែជាល្បិចរបស់វាទេអាវ៉ាន់តានឹងនិយាយទៀតនិយាយយងទៀតអូតាខ្លួនឯងដែលបានហាមគេមិញណាធ្លាប់បានក៏បានស្ទុះមកវាយអាវ៉ាន់តាតែម្ដងប៉ុន្តែអ្នកទាំងអស់គ្នាហ្នឹងបានខាត់កំអីគ្មានទេបាយខ្ទិះពេញហ្នឹងហើយអាវ៉ាន់តាហ្នឹងបានសោយសប្បាយចិត្តមែនតើព្រោះថាដោយសារតែវាម្នាក់សិស្ស2 3នាក់ទៀតគឺត្រូវបានគ្រូបដិញ្ញចេញដោយសារវាសប្បាយចិត្តខ្លាំងណាស់ហើយរយៈពេលប្រហែលថ្ងៃក្រោយមកលោកគ្រូក៏បានប្រកាសថានៅខែខាងមុខនេះមានការប្រកួត Moto Show គឺប្រកួតមិននៅក្នុងសាលាតិចនិចមួយគឺត្រូវតែបង្កើតរថយន្តផ្ទាល់ខ្លួនមួយដើម្បីទៅប្រកួតជាមួយនឹងសាលាផ្សេងៗទៀតនៅក្នុងប្រទេសជប៉ុនអាជីពរបស់យើងក៏បាននិយាយប្រាប់ទៅកាន់លោកគ្រូថាសារសម្រាប់លោកគ្រូហ្នឹងលើកតួឯក
សេរបស់យើងគឺជាប្រធានក្រុមទៅនៅក្នុងការធ្វើកិច្ចការមួយនេះហើយចំណាយអសង្ហាក៏នឹកឃើញចឹងដែរប៉ុន្តែពេលនឹងដែរលោកគ្រូក៏បានស្នើសុំទៅកាន់អ្នកទាំងអស់គ្នានឹងថាសូមអវ៉ាន់តាធ្វើជាប្រធានរងនៅក្នុងក្រុមមួយហ្នឹងហើយច្បាស់មនុស្សមួយចំនួនធំនៅហ្នឹងគឺអត់ពេញចិត្តជាមួយនឹងអវ៉ាន់តាទេអត់ចង់អវ៉ាន់តាធ្វើការជាមួយគ្នាទេសូម្បីតែតួឯសេរបស់យើងនឹងក៏ពួកវាអត់សូវចូលចិត្តដែរមានតែអាឈីជាមួយនឹងអូតាទេដែលយល់ស្របជាមួយនឹងយោបល់មួយហ្នឹងអាឈីរបស់យើងក៏បាននិយាយប្រាប់ទៅកាន់មិត្តភក្តិគេថាអវ៉ាន់តាគឺជាក្មេងមានដងឪពុកម្ដាយរបស់វាគឺជាពេទ្យហើយឪពុកម្ដាយរបស់វាចង់ជំរុញឲ្យវាឲ្យខ្លាចទៅជាពេទ្យប៉ុន្តែដោយសារតែវាចូលចិត្តគ្រឿងចាស់គ្រឿងឡានការផលិតអញ្ចឹងហើយបានវាចូលមករៀននៅក្នុងសាលារៀនហ្នឹងនៅល្ងាចបន្តិចតួឯសេរបស់យើងក៏បានដើរមកជួបអវ៉ាន់តាហើយក៏និយាយថាចង់ឲ្យអវ៉ាន់តានឹងចូលរួមក្រុមជាមួយនឹងគ្នាហ្នឹងសហការជាមួយនឹងគ្នាប៉ុន្តែអវ៉ាន់តាវាអត់បានខ្វាយខ្វល់ជាមួយនឹងរឿងហ្នឹងទេព្រោះថាវាអត់ចូលចិត្តពួកវាយគ្នាពួកហ្គេមពួកអីទេព្រោះថាពួកវាហ្នឹងគឺជាអ្នករៀនអញ្ចឹងហើយពេលខ្លះវាញុះញង់បញ្ចុះបញ្ចូលហ្នឹងគឺដោយសារតែអត់ចង់ឃើញមុខពួកហ្នឹងនៅក្នុងសាលារៀនអីអញ្ចឹងណានិយាយប៉ុណ្ណឹងហើយក៏បានចាប់បាល់លើកមកហើយគប់ទៅកាន់ពួកអាក្មេងៗជើងភ្លើងហ្នឹងហ៎ក៏ប៉ាំងគ្មានទេពួកអានោះដេញវាយផ្អើពេញហ្នឹងហ្មងនិយាយរួមទៅអានេះរករឿងដាក់ខ្លួនរហូតហ្មងសំណាងដែរចេះរត់គេចខ្លួនបានកុំអីគ្មានទេពួកហ្នឹងដាក់ខ្ទប់ទៀតអីហើយនៅថ្ងៃស្អែកបន្តមកតួឯសេរបស់យើងក៏បានឡើងមកលើក្តារខៀនហើយប្រកាសទៅកាន់មិត្តភក្តិទាំងអស់គ្នាថាពួកយើងទាំងអស់គ្នាត្រូវចេញប្លង់ក្រុងឡានមួយដើម្បីផលិតពេលនោះដែរអវ៉ាន់តាក៏បាននិយាយថាហើយគ្មានអ្នកណាគេចង់ធ្វើការងារឡប់អីអញ្ចឹងទេជាពិសេសធ្វើការជាមួយនឹងពួកអស់នេះមើលទៅវាអាចធ្វើបានទេគ្មានកំណើតមករៀនមិនចង់មករៀនសំលៀកបំពាក់មិនដឹងស្អីជាស្អីយើងធុញពួកឯងណាខ្លះពេលនោះដែរអូតាក៏បានស្រ័យថាអវ៉ាន់តាឯងចង់និយាយអីក៏និយាយមកថ្ងៃនេះយើងបើកដៃឯងនិយាយតែម្ដងសំខាន់ពួកយើងមិនយកចិត្តទុកដាក់ជាមួយនឹងឯងទេឯងនិយាយទៅអូតានិយាយចឹងព្រោះអ្នកទាំងអស់គ្នាក្នុងហ្នឹងគេដឹងហើយថាអវ៉ាន់តាហ្នឹងគឺវាញុះញង់យើងទេអញ្ចឹងហើយកុំរវីរវល់ជាមួយវាបន្ទាប់ពីហ្នឹងនៅពេលដែលអវ៉ាន់តាចេញពីសាលារៀនមានណាពួកអាជាងភ្លើង3នាក់ដែលវាគប់បាល់ដាក់បានមកសងសឹកតែម្ដងយ៉ាហើយរករឿងគេអវ៉ាន់តាក៏បាននិយាយថាវាយមកបើមិនចង់ឲ្យគ្រូដេញចេញទេវាយមកប៉ុន្តែ3នាក់ហ្នឹងអត់ខ្វល់វាវាយមែនយើងមិនដែលឃើញទេណាគេឲ្យគេវាយអញ្ចឹងនោះដាក់យកគ្មានទៅអានោះបែកមុខបែកមាត់ពេញណាពេញណីហ្មងមានអីដេកប៉ែតទៅអូខេរឿងរបស់យើងក៏ត្រូវបានកាត់ឆោតតែត្រឹមនេះនៅសល់ប្រភេទទៀតគឺចប់ហើយណាគ្នាយើងអញ្ចឹងហើយយើងចូលរឿងថ្មីប្រហែលជាចូលរឿងមួយកសែតចប់2 3រឿងចាំចូលរឿងHello បញ្ចប់យកតែម្ដងណោះហើយជាចុងក្រោយតែអ្នកទាំងអស់គ្នាបាន download Scam ID នៅបើអត់ download ទេតោះចូល download ម្នាក់មួយនៅក្នុងនោះមានភាពយន្តថ្មីប្លែកៗជាច្រើនហើយសម្បូរបែបហើយបើចង់ដឹងថាភាពយន្តល្អមើលថ្មីប្លែកៗយ៉ាងណានោះតោះទៅ download ម្នាក់មួយហើយចំពោះអតិថិជនដែលប្រើ smartphone នៅពេលដែល download អ្នកទាំងអស់គ្នានឹងទទួលបាន 1GB នៅក្នុងការទស្សនានៅក្នុង Scam ID តែម្ដងអូខេល្អអត់ល្អណាមានតែប៉ុណ្្នឹងទេជូនពរអ្នកទាំងអស់គ្នាជួបតែនឹងសំណាងល្អនិងរកទទួលទានមានបានពេលនេះខ្ញុំបាទ BL សង្ខេបរឿងសូមជម្រាបលាបាយ